នឹងមែនផ្លូវទៅរលុយផ្លូវទៅរលុយហេតុអីមិនស្រួលដូចផ្លូវទៅចាយលុយសថ្ងៃទី2ខែ6ឆ្នាំ2026នេះខ្ញុំបានត្រូវទៅជើងនៅខាងផ្សារវាដេញខុំអន្លង់ជ្រៃស្រុកថាឡាបរវត្តខេត្តស្ទឹងត្រែងក្នុងការប្រគំតន្ត្រី concert បដាល់គុនខ្មែររបស់បងឆយយីហើយការធ្វើដំណើររបស់ខ្ញុំបាទធ្វើដំណើរឆ្ពោះពីភ្នំពេញឆ្លងកាត់ខេត្តកំពង់ធំទៅតាមខេត្តព្រះវិហារគ្រាន់តែធ្វើដំណើររៀបចេញពីភ្នំពេញទៅបងប្អូនអើយមេឃភ្លៀងដូចទឹកបាក់ទំនប់អញ្ចឹងឯងបងប្អូនសាក់ទេមើលថាខ្ញុំបានជើងអត់នៅក្នុងយប់នេះបើតាមមើលទៅមេឃភ្លៀងខ្លាំងម្លឹងនឹងបានជ្រឿងអត់ទេបងប្អូនហើយមានតែតាមដានវីដេអូជាមួយខ្ញុំទាំងអស់គ្នាគ្រាន់តែឃើញមេឃភ្លៀងនេះខ្ញុំនេះគិតថាមិនដឹងយ៉ាងណាយ៉ាងណីទេបានជួបជាមួយបងប្អូន fan របស់ខ្ញុំអត់ទេឥឡូវនេះខ្ញុំគ្រាន់តែជិះផុតពីភ្នំពេញមកដល់ខាងបាទព្រៃតមៈក៏រៀងមេឃក៏ឆ្លាស់មិនបានប៉ុន្មានផងមេឃចាប់ផ្ដើមភ្លៀងកាន់តែខ្លាំងឡើងផ្លូវនេះគឺឆ្ពោះមកខាងស្គុនហើយបាទចិត្តដល់ស្គុនបាទហើយកាន់តែភ្លៀងខ្លាំងទៅហើយខ្ញុំនេះបាទប៉ិតជាក្តុកក្តួលក្នុងចិត្តមែនទែនដោយសារតែមិនដឹងជាយ៉ាងណាយ៉ាងណីទេព្រោះនៅវែងឆ្ងាយទៀតណាស់ហើយមេឃចេះតែបន្តភ្លៀងរហូតបងប្អូនមើលទៅហើយខ្ញុំធ្វើដំណើរនេះគឺចិត្តមកដល់ខាងទីរួមខេត្តកំពង់ធំហើយមេឃក៏នៅតែបន្តភ្លៀងខ្លាំងដូចដើមឥឡូវចាប់ផ្ដើមរាំងបន្តិចហើយបាទប៉ុន្តែមេឃនៅតែអ៊ូអាប់នៅតែខ្មៅដាបពេញមេឃតែម្ដងឥឡូវនេះបាទខ្ញុំបានមកដល់ទីរួមខេត្តកំពង់ធំហើយមកដល់រវងមូបាទលោកតាក្រហមកកូនចៅសូមធ្វើដំណើរឲ្យសុខសប្បាយបានជោគជ័យពេលនេះខ្ញុំបានមកដល់ខាងទីរួមខេត្តកំពង់ធំហើយមេឃក៏ចាប់ផ្ដើមរាំងផងដែរហើយសម្រាប់ខេត្តកំពង់ធំឆ្នាំនេះគឺមានការរៀបចំស្អាតខ្លាំងជាងឆ្នាំរដងតែសើមេឃមិនទាន់បានប្រមាណហ្នឹងបងប្អូនអើយភ្លៀងមកទៀតរលឹមតេតក់ក៏ទៅមេឃនេះតាមខ្ញុំតាំងពីម្ពិញមកភ្លៀងខ្លាំងរហូតមកដល់ខេត្តកំពង់ធំអត់ព្រមឈប់សោះឥឡូវនេះយើងក៏ធ្វើដំណើរឆ្ពោះទៅមុខទៀតបាទមកដល់ខាងផ្លូវចំោះជ្រូកនេះខាងឆ្វេងដៃគឺធ្វើដំណើរខាងទៅសៀមរាបតែខ្ញុំអត់បត់ឆ្វេងទេខ្ញុំឡើងស្ដាំដៃឆ្ពោះទៅខាងទីរួមខេត្តព្រះវិហារឥឡូវនេះឃើញថាមេឃក៏កាន់តែរលឹមភ្លៀងរហូតបាទមកដល់ខាងចិត្តប្រាសាទព្រៃគុកជីបដាបុកពុះបដាបែបនបដាសូមកុំឲ្យមេឃភ្លៀងអីដើម្បីបានជួបជាមួយពុកម៉ែបងប្អូន fan របស់ខ្ញុំនិយាយមិនទាន់បានប្រមាណផងមេឃក៏ចាប់ផ្ដើមប្រែប្រួលមកស្រឡះវិញហើយខ្ញុំនេះក៏មានអារម្មណ៍ថារីករាយសប្បាយចិត្តជាមួយនឹងមេឃវិញហើយដោយសារមេឃចាប់ផ្ដើមប្រែប្រួលប្រែមកជាស្រឡះល្អវិញអញ្ចឹងហើយគឺសង្ឃឹមថាបានជួបជាមួយបងប្អូនជាង fan របស់ខ្ញុំហើយខ្ញុំក៏នៅតែបន្តដំណើរជារឿយៗជាបន្តបន្ទាប់ដើម្បីឆ្លងកាត់ទៅខាងទីរួមខេត្តព្រះវិហារបុកទៅខាងឃុំអន្លង់ជ្រៃបាទស្រុកថាឡាបរវត្តខេត្តស្ទឹងត្រែងដើម្បីទៅជួបជាមួយពុកម៉ែបងប្អូន fan របស់ខ្ញុំដែលពួកគាត់កំពុងតែតន្ទឹងរង់ចាំខ្ញុំហើយសម្រាប់ផ្លូវមួយនេះគឺខ្ញុំខានជិះយូរមែនទែនចូល2ទៅ3ឆ្នាំហើយមកលើកនេះគឺមានអារម្មណ៍ថាប្លែកនៅតាមដងផ្លូវឃើញថាមានព្រៃឈើខៀវស្ងាត់មករដូវខែវស្សាចេះគឺប្លែកអារម្មណ៍មែនទែនគឺស្អាតទទួលបានអារម្មណ៍ល្អស្រស់ស្រាយមកដល់ត្រង់ចំណុចនេះគឺខាងឆ្វេងដៃនេះគឺឡើងទៅខេត្តព្រះវិហារហើយខាងស្ដាំដៃនេះគឺចាក់ទៅខាងស្រុកជ័យសែនហើយឆ្ពោះទៅខាងស្រុកឆែបខ្ញុំជិះកាត់មកខាងស្ដាំដៃនេះវិញព្រោះខ្ញុំគិតថាទៅតាមនេះវាអាចលឿនជាងតែអ្វីដែលសំខាន់នោះខានជិះឡើង2ឆ្នាំកាលពីមុនធ្លាប់ជិះផ្លូវនេះគឺពិតជាស្រស់ស្អាតហើយអ្វីដែលសំខាន់នៅតាមដងផ្លូវពោពេញទៅដោយដើមឈើខៀវស្ងាត់គួរជាទីគយគន់ធ្វើអារម្មណ៍យើងរីករាយជាមួយនឹងធម្មជាតិតែអ្វីដែលមិននឹកស្មានបងប្អូនចាំតាមដានទាំងអស់គ្នាអ្វីដែលមិនធ្លាប់គិតថានឹងជួបគឺជួបរបស់ពិតដោយសារអីដោយសារតែលើកមុនធ្លាប់ឆ្លងកាត់ផ្លូវស្អាតតែមកលើកនេះអត់ទេផ្លូវស្រួលត្រង់ពីចំណុចបែកទៅខេត្តព្រះវិហារត្រឹមស្រុករវៀងទេតែចាប់ពីស្រុករវៀងទៅដល់ខាងជ័យសែនឆ្ពោះទៅខាងស្រុកឆែបគឺផ្លូវខូចសឹងថា80ទៅ90%ទាំងស្រុងតែម្ដងអញ្ចឹងហើយមានតែបងប្អូនយើងចាំតាមដានផ្លូវជាមួយខ្ញុំទាំងអស់គ្នាហើយខ្ញុំចង់សួរបងប្អូនទាំងអស់គ្នាអំពូមីងធ្លាប់ឆ្លងកាត់មកលើផ្លូវនេះអត់ធ្លាប់ឆ្លងកាត់ធ្លាប់ជិះអត់បើសិនជាធ្លាប់ជួយ comment អ្នកមួយផងហើយខ្ញុំជិះជាលើកទី2ហើយសម្រាប់ផ្លូវនេះដូចនិយាយរៀបរាប់ពីខាងដើមអញ្ចឹងថាលើកមុនផ្លូវហ្នឹងជិះស្រួលមែនទែនដល់ពេលមកឥឡូវគេឈូសឆាយខ្ទេចនេះឈូសអស់លេងផ្លូវកស៊ូស្អាតគេឈូសអស់លេងដោយសារផ្លូវហ្នឹងខូចទៅគេឈូសហើយគេធ្វើថ្មីអញ្ចឹងហើយគឺពិបាកមែនទែនក្នុងការបើកបរនេះបងប្អូនហើយឃើញបដាហើយផ្លូវមិនមែនកលុកតូចធម្មតាទេកលុកប៉ុណ្ណាប៉ុណ្ណីហើយខ្ញុំនេះគិតខុសមែនទែនបាទគ្រាន់តែពីផ្លូវបែកទៅព្រះវិហារមកខាងស្រុករវៀងហ្នឹងវាចូល20-30គីឡូដីយើងអាចជិះបានគេឈូសឆាយស្មើជិះបានស្រួលតែនេះចាប់ផ្ដើមពីហួសស្រុករវៀងមិនបានប្រមាណគីឡូផងប្រហែលជា5-6គីឡូបុកមកជ័យសែនចាប់ផ្ដើមខូចបដាហើយ
និយាយរួមទៅគឺផ្លូវហ្នឹងខូចទាំងស្រុងហើយខ្ញុំខំសប្បាយចិត្តមកដល់ស្ពានត្រង់ចំណុចនេះបាទចិត្តដល់ខាងស្រុកជ័យសែនស្អាតខ្ញុំថាអូប្រហែលជាស្រួលប្រហែលជាអាចខូចតាហួសពីស្រុករវៀងប្រហែល4-5 គីឡូទេតាមមើលតែមិនមែនដូចខ្ញុំគិតឯណាជិះបានមិនប្រមាណផងនេះហួសពីស្រុករវៀងនេះគឺចាប់ពីពេលនេះទៅគឺដឹងតែទឹកភ្នែកហើយបាទឡានខ្ញុំបើកគ្មានបានលឿនទេបើកបានត្រឹមកង់ត20រ៉ែអង្គើហើយផ្លូវបាយខុំដល់ហើយបងប្អូនអើយឃើញជាក់ស្ដែងនេះហើយបើថតនៅក្នុងកាមេរ៉ានេះមិនសូវឃើញកលុកប្រមាណទេតែបើជាក់ស្ដែងឃើញផ្ទាល់ភ្នែកគឺផ្លូវសិតតែកលុកកលាក់ខ្ញុំនេះកិច្ចលិចកិច្ចកើតសឹងតែបែកម៉ែចកោតឡានខ្ញុំអស់បើកមហាថ្នមឲ្យខ្ញុំថ្នមអាណិតឡានតែមិនធ្វើជើងក្រោមឡានហើយឥឡូវនេះមកជួបផ្លូវអញ្ចឹងទៀតផ្លូវស្រួលអត់ជិះទេមកបែរមកជិះផ្លូវពិបាកតែយើងក៏ពិបាកបន្ទោសដែរដោយសារយើងគិតថាជិះផ្លូវហ្នឹងទៅវាកាត់លឿនទៅដល់ស្រុកឆែបបដ ாய் បាទចំណេញបាន10 20 30 គីឡូដែរតែមានអីមកលើកនេះគឺសោកស្ដាយមែនទែនគឺដីត្រឹម70 គីឡូ 80 គីឡូជិះឡើងចូល2 ម៉ោងកន្លះចិត្ត3 ម៉ោងបើធៀបនឹងបើយើងជិះទៅទីរួមខេត្តព្រះវិហារប្រហែលជាមិនដល់ប៉ុណ្ណឹងទេជិះ1 ម៉ោងតិចតួចឬក៏1 ម៉ោងដល់បាត់ហើយខាងស្រុកឆែបឥឡូវយើងឃើញថាមកដល់ត្រង់ចំណុចនេះរៀងសប្បាយចិត្តបន្តិចថាផ្លូវស្រួលមានអ្នកណាស្រួលបានប្រហែលជា2 គីឡូ 3 គីឡូឥឡូវខូចទៀតហើយបាទក៏ទៅសំវណ្ណរងផ្លូវស្រួលគេឲ្យជិះអត់ជិះទេសុខចិត្តជិះផ្លូវពិបាកចឹងមែនតើណាតណៃបើមិនបានជួបផ្លូវអញ្ចឹងមិនអស់ចិត្តហ្មងដឹងអាម៉េចខ្ញុំបាទដូចឲ្យឆ្វាក់ហ្មងនេះចាប់ផ្ដើមសប្បាយចិត្តទៀតណារីករាយជាមួយធម្មជាតិនៅតាមដងផ្លូវភ្លៀងទៅហើយបាទស្រស់ស្រាយមិនទាន់បានផងឥឡូវមកជួបផ្លូវដីក្រហមកលុកកលាក់ទៀតហើយបាយខុំខ្ញុំនេះសង្វេគខ្លួនឯងមែនណានិយាយចោះនិយាយឡានខឹងខ្លួនឯងមែនណាហេតុអីមិនអូសទាញអារម្មណ៍ខ្លួនឯងជិះតាមទីរួមខេត្តព្រះវិហារទៅសោកស្ដាយមែនទេពីអ្នកប្រពន្ធខ្ញុំនេះនិយាយផងសោយផងដល់អ្នកសោយវិញថាក៏ទៅដីត្រឹម70 80 គីឡូប្រើពេលចិត្ត3 ម៉ោងបាទហើយបងប្អូនមើលទៅបាទជាក់ស្ដែងឃើញផ្លូវអញ្ចឹងខូចតាំងពីហួសរវៀងតិចចូលស្រុកជ័យសែនរហូតដល់ឆែបនេះឥឡូវបានផ្លូវស្រួលបន្តិចតែយើងកុំទាន់ថាសប្បាយចិត្តអីស្រួលមិនបានទេហើយ1 គីឡូកន្លះគីឡូ 2 គីឡូអីហ្នឹងចាប់ផ្ដើមខូចទៀតឥឡូវប៉ុន្តែមកដល់ត្រង់ចំណុចនេះគឺមកដល់ខាងទីរួមស្រុកឆែបហើយយើងគិតថាផុតកលុកកលាក់អីវានៅតាមឯងទៀតតាមកលុកកលាក់ 3-4 កលុកទៀតនេះឃើញគិតទៅអាកលុកនេះវាតាមឯងរហូតមកដល់ទីរួមស្រុកឆែបហើយខាងឆ្វេងដៃបត់ទៅខាងទីរួមខេត្តព្រះវិហារហើយខ្ញុំអត់ទេខ្ញុំបត់ស្ដាំត្រង់នេះគឺទៅខាងស្រុកថាឡាបរិវត្តដើម្បីចូលរួមបាទប្រគំតន្ត្រី concert បដាគុណខ្មែរបងឆយជីអូសប្បាយចិត្តមកដល់ផ្លូវនេះមានអារម្មណ៍ថាធូរចិត្តធូរថ្លើមបាទស្រួលចិត្តហ្មងបាទបើកឡានក៏ស្រួលចិត្តស្រួលអារម្មណ៍តាំងពីអ្នកប្តីប្រពន្ធខ្ញុំកយគុណទេសភាពនៅតាមដងផ្លូវម៉ានផងណាម៉ោង 6 ជាងឥឡូវយប់បានខ្ញុំមកដល់ខាងឃុំអន្លង់ជ្រៃចូលម៉ោង 7 ហើយខ្ញុំរៀបចំចូលឆាកតែម្ដងនេះបងប្អូនហើយហ្វេនរបស់ខ្ញុំគាត់មកចូលរួមច្រើនមែនទែនអរគុណបងប្អូនអ៊ំពូមីងហ្វេនជាទីស្រឡាញ់របស់ខ្ញុំដែលខំរងចាំខ្ញុំហើយពីភ្លឺពីអីហ្នឹងក៏ឃើញមេរៀងព្រៀងដែរហើយពួកគាត់អ្នកខ្លះក៏នៅក្នុងជ្រៅភូមិជ្រៅដែរអ្នកខ្លះក៏គាត់នៅតាមភូមិមាត់ផ្លូវក៏គាត់មកគ្រប់គ្រងខ្ញុំពិតជាអរគុណម្ដងហើយម្ដងទៀតមានតែពាក្យថាអរគុណបងប្អូនអ៊ំពូមីងហ្វេនរបស់ខ្ញុំបាទសិនសវណ្ណរងអ្នកខាងផ្សារវាដេញមកខាងឃុំអន្លង់ជ្រៃស្រុកថាឡាបរិវត្តខេត្តស្ទឹងត្រែងពួកគាត់ស្រឡាញ់ចូលចិត្តខ្ញុំគ្រប់គ្រងខ្ញុំគាត់ចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់ទាំងថវិកាផ្ទាល់ខ្លួនចំណាយលុយទិញសម្បត្តិចូលមើលបងប្អូនមិនមែនលេងលាទេណាបងប្អូនបាទគឺឆាកបងឆយជីគឺលក់សម្បត្តិក្នុងម្នាក់តម្លៃ 5,000 ហើយបងប្អូនគិតមើលគាត់ចំណាយលុយផ្ទាល់ខ្លួនឲ្យមកគ្រប់គ្រងយើងពិតជារំភើបមែនទែនបើទោះជាមករៀងឆ្ងាយតិចក្តីយើងជួបឧបសគ្គរៀងច្រើនក្តីប៉ុន្តែអត់ជាបញ្ហាទេមកដល់អាការហត់នឿយអាការមិនសប្បាយចិត្តទាំងប្រមាណគឺរលាយបាត់ឆ្ងាយពីខ្ញុំអស់រលីងជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនហ្វេៗរបស់ខ្ញុំធំជាពិសេសអរគុណអ្នកតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ស្រឡាញ់បងប្អូនទាំងអស់គ្នាពេញបេះដូង